ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅយកឃ្មុំជាមួយខ្ញុំបាទដើម្បីយកមកធ្វើមិនដុតទឹកឃ្មុំជាមួយនឹងទាអាំងទឹកឃ្មុំបាទថ្ងៃនេះមានមិនពីរក្បាលនិងទាមួយក្បាលបាទវាលោមួយដែរឧបត្ថម្ភធំដោយវិជែងសញ្ញាវេលេខ1បាទបងប្អូនមានរសជាតិចូលឆ្ងាញ់ថ្ងៃនេះខ្ញុំយកជាវិជែងក្រិបល្អិតបាទដើម្បីយកមកប្រឡាក់ទានិងមិនបាទតោះជាដំបូងយើងទៅយកឃ្មុំសិនបាទទៅជាមួយនឹងពុកក្មេករបស់ខ្ញុំគាត់ខ្ញុំទៅយកឃ្មុំនៅគុំអាស័យបាទឡូវខ្ញុំកំពុងដើរមកតាមក្រោយគាត់ហើយបាទខ្ញុំស្មានតែឃ្មុំរៀងធំតែរៀងមកល្មមមកបងប្អូនបើសិនជាឃ្មុំរៀងធំខ្ញុំនឹងធ្វើមនុយមួយទៀតយកឃ្មុំអាំងបាទតែនេះយើងបានតែក្បាលទឹកវាផ្លិតវារៀងទូចពេកបាទបងប្អូនបាទនៅក្នុងគុំអាស័យអូជ្រៅរៀងពិបាកយកបន្តិចបាទយកមិនស្រូតបែកបាក់ខ្ទេចអស់បាទដោយសារតែគុំអាស័យតែគុំអាស័យនេះរៀងស្រឡះក្រិនបាទអាចលូកដៃចូលបានបាទហើយនឹងអាណាដាក់ចូលយើងអត់មានឧបករណ៍គ្រប់គ្រាន់ដើម្បីកាត់ទេបាទហើយពុកក៏ចាប់ផ្ដើមជក់បរិយម្ដងដើម្បីផ្លុំបាទផ្លុំផ្សែងកុំឲ្យវាតិចបាទនេះក៏ផ្លុំបដើហើយនឹងអាមេឃវាមកខាងសិនបាទអាបកងគេហៅបកងឃ្មុំណាបាទចំពោះទឹកឃ្មុំដែលឈ្ងុយឆ្ងាញ់ខ្លាំងមែនទេនោះបាទក្នុងខែ5នេះអីបាទក្នុងខែ4ខែ5នេះក្តៅខ្លាំងបាទគេហៅទឹកឃ្មុំដែលកំពុងពេញឆ្ងាញ់ណាបាទខែ4ខែ5បាទតែបើអោយទឹកឃ្មុំឆ្ងាញ់ខ្លាំងមែនទេនោះនៅក្នុងខែ5បងប្អូនឥឡូវពុកមួយកាត់ឲ្យធ្លាក់ទៅក្រោមទៀតបាទពិបាកយកមែនទេអានេះខ្ញុំកាត់ចេញរឹមយកបាននេះ2 3នាទីណាបាទក្នុងនោះបាទអូនេះយកមករឹមបានបាក់បាទរឹមដល់ទីបាក់ផ្លិតចេញបាទឥឡូវកំពុងដកចេញមកហើយដល់កាត់គ្នា3នាក់អត់បានបាទខ្ញុំធ្វើដៃកាមេរ៉ាបាទរៀនចូលចិត្តដែរបាទអូទឹកឃ្មុំបត់ទឹកល្អមែនទេបាទនេះឥឡូវក៏មកដល់វគ្គត្រូវមិនធ្វើទីខ្ញុំក៏កាត់ស្លឹកក្រៃបាទកាត់ដើម្បីយកទៅដាក់នឹងមិនដុតហើយនឹងប្រឡាក់មិនបាទឥឡូវលាងឲ្យស្អាតសិនយីរុំប្រឡែដើរបេះជុំវិញផ្ទះបាទជុំវិញផ្ទះយើងសិតតែប្រឡែខ្ញុំដាំច្រើនទេបាទនោះគុណក្មេងមួយឆ្កុចឃ្មុំខ្ញុំលើកពីតអស់បាទរឹមបានប្រឡាក់ទីហើយក៏ចាប់ដើមចាប់ទីមុនគេបាទកាប់ទីក៏ទីចិញ្ចឹមខ្លួនឯងក្នុងផ្ទះនេះបាទបានទិញគេទេបាទនេះក៏ខ្ញុំក៏ប្រឡាក់ជាមួយម្សៅស៊ុបជាមួយប្រេងខ្យងហើយអ្វីដែលភ្លេចមិនបាននោះក៏ប៊ីចេងវេលេខ1នេះឯងបាទបន្ថែមឲ្យម្ហូបយើងកាន់តែជាតិបាទបងប្អូនហើយក៏ចាប់ដើមប្រឡាក់ហើយខ្ញុំដាក់ប៊ីចេងហើយក៏ដាក់ស្ករថែមបន្តិចបាទខ្លាចទឹកឃ្មុំអស់ដាក់តែពាក់កណ្ដាលទុកណែពាក់កណ្ដាលបាទដើម្បីទុកប្រឡាក់មើល2ក្បាលទៀតនោះបាទក៏ច្បាច់ទឹកចូលហើយច្បាច់អាក្បាលទឹកគេនេះចិត្តនឹងលំអងវាហើយក៏ប្រឡាក់ច្បល់ទុកចោលប្រហែលជា15នាទីបាទបងប្អូនពេលយើងប្រឡាក់ទុកចោលប្រហែលជា15នាទីទុកយកទៅអាំងបាទហើយបន្ទាប់ពីប្រឡាក់ទាទុកហើយក៏កាប់ជើងមិនដើម្បីទុកប្រឡាក់ជាមួយស្លឹកគ្រៃជាមួយគ្រឿងទេសជាមួយណែទឹកឃ្មុំនេះបាទនេះរៀងឆូតស្បែកវាបាទឆូតស្បែកវានេះឆាប់ដាច់លឿនបើយើងឲ្យបានឆូតស្បែកទេជាតិវាមិនសូវចូលអានេះយើងធ្វើតាមលក្ខណៈតាមផ្ទះហូបលក្ខណៈគ្រួសារបាទបើមិនជាយើងធ្វើលក់អីយើងដាក់យើងកុំឆូតស្បែកវាឲ្យវានៅស្អាតមើលទៅស្អាតបាទតែនេះខ្ញុំលក្ខណៈក្នុងផ្ទះឆាប់បញ្ញាប់ដែរដាក់ឲ្យលឿនបាទហើយក៏យើងចាប់ផ្ដើមដាក់ម្សៅស៊ុបដាក់គ្រឿងចងដាក់ប៊ីចេងបាទបងប្អូនហើយខ្ញុំខ្វះមិនបានគឺប៊ីចេងដែរបាទប៊ីចេងវេលេខ1នេះសំខាន់សម្រាប់ខ្ញុំមែនទេបាទហើយឥឡូវខ្ញុំប្រឡាក់នេះយើងដោះវាបាទអាទឹកទៅក្រោមចាប់ដោះវាដូចដោះក្អែលហើយបន្ទាប់ពីខ្ញុំប្រឡាក់ហើយទុកចូលមកសន្ទុះហើយក៏យកអាលឹកក្រាញ់ដំដាក់កលបាតឆ្នាំងសិនខ្លាចវាខ្លោចបាទតែខ្លោចទៅខ្លោចស្លឹកគ្រៃមុនសិនពីខ្ញុំប្រឡាក់ហើយដាក់ដុតមិនចូលក៏មកមើលទាអាំងនេះដាក់ទាអាំងចូលនៅមុខផ្ទះក៏ឆ្អិនល្មមបាទកំពុងតែឆ្អិនមកពេញឆ្ងាញ់បាទខ្ញុំមកបានឲ្យយកឲ្យគ្រីមពីទេយកមកល្មមតោះយើងក៏លេងមកមើលមិនដុតវិញឥឡូវក៏មិនដុតក៏ឆ្អិនល្មមជាមួយគ្នាបាទឥឡូវយើងក៏កាប់ដាក់ចូលចានដើម្បីរៀបចំទុកហូបបាយពេលល្ងាចទាំងអស់គ្នាបាទបងប្អូនតែខ្ញុំអាចបានថតពេលហូបបាយទេបងប្អូនហើយក៏អរគុណបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះដែលតាមដានវីដេអូខ្ញុំពីដើមដល់ចប់នឹងមានអីថ្មីផ្លែកទៀតបាទបងប្អូនហើយអរគុណមែនទែនបាទ